សេចក្តីជូនដំណឹងស្តីពីស្ថានភាពភ្លៀងកក់ខែចាប់ពីថ្ងៃទី26ខែកុម្ភៈដល់ថ្ងៃទី3ខែមីនាឆ្នាំ2026បន្ទាប់ពីធ្វើការតាមដានវិភាគនិងព្យាករណ៍ស្ថានភាពធាតុអាកាសរួចមកក្រសួងធនធានទឹកនិងឧតុនិយមសូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថាខណៈនេះសម្ពាធទាបបានគ្របដណ្ដប់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គសមុទ្រកម្ពុជានិងលើព្រះរាជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី26ខែកុម្ភៈដល់ថ្ងៃទី3ខែមីនាឆ្នាំ2026មួយតំបន់វាលទំនាបខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់សៀមរាបកំពង់ធំកំពង់ឆ្នាំងកំពង់ចាមត្បូងឃ្មុំព្រៃវែងស្វាយរៀងកណ្ដាលតាកែវនិងរាជធានីភ្នំពេញអាចមានភ្លៀងកក់ខែធ្លាក់លាយឡំជាមួយបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 30% ពីតំបន់ខ្ពង់រាបខេត្តកំពង់ស្ពឺប៉ៃលិនឧត្តរមានជ័យព្រះវិហារស្ទឹងត្រែងក្រចេះរតនគិរីមណ្ឌលគិរីតំបន់ជួរភ្នំក្រវាញនិងជួរភ្នំដងរែកអាចមានភ្លៀងកក់ខែធ្លាក់លាយឡំជាមួយបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 40% 3តំបន់មាត់សមុទ្រខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងកក់ខែធ្លាក់លាយឡំជាមួយបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 40% រលកសមុទ្រមានកម្ពស់មធ្យមអបបរមា 0.25 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 1 ម៉ែត្រយោងលើការព្យាករណ៍ដោយបានជម្រាបជូនខាងលើសូមសាធារណជននិងអាជ្ញាធរដែនដីមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសភ្លៀងកក់ខែនេះដែលអាចធ្វើឲ្យប៉ះពាល់ដល់ផលដំណាំនិងជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុក្រសួងធនធានទឹកនិងឧតុនិយមនឹងបន្តធ្វើការតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួលថ្ងៃពុធ9កើតខែផលគុណឆ្នាំម្សាញ់សប្បនស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី25ខែកុម្ភៈឆ្នាំ2026សូមអរគុណ